បាទជំរាបសួរបងប្អូនជនរួមជាតិទីមេត្រីនៅព្រឹកថ្ងៃទី30 ខែធ្នូឆ្នាំ2014នេះគឺយើងដឹងហើយថាថ្ងៃនេះគឺចិត្តចុងឆ្នាំចិត្តឆ្លងឆ្នាំថ្មីចូលឆ្នាំ2015ហើយនៅព្រឹកនេះដែរសាលាតនៅក្រោយខ្នងខ្ញុំនេះនឹងបើកសវនាការលើសំណុំរឿងការសុំនៅក្រៅឃុំរបស់ព្រះសង្ឃ3អង្គរួមមានព្រះសង្ឃខិតវណ្ណៈព្រះសង្ឃសឿនហាញជាដើមហ្នឹងគឺក្រុមគ្រួសារគាត់មេធាវីគាត់បានដាក់លិខិតសុំនៅក្រៅឃុំហើយព្រឹកនេះគេបើកសវនាការថាតើអនុញ្ញាតឲ្យនៅក្រៅឃុំឬក៏អត់ហើយយើងឃើញថានៅពេលនេះមានព្រះសង្ឃមានប្រជាពលរដ្ឋចាប់ដើមមកមុខសាលាតបណ្ដាជាបណ្ដាហើយដើម្បីមកគ្រប់គ្រងសវនាការនេះហើយនឹងឆ្លងមើលសវនាការនេះថាគ្រប់គ្រងសុំដោះលែងព្រះសង្ឃទាំង3អង្គឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដូច្នេះសូមទស្សនាទស្សនវិជ្ជាទូទៅនៅជុំវិញសាលាតនេះដូចតទៅបាទ